កើតមកជាមនុស្សនេះណាកូន កុំរស់នៅដេកចាំសំណាង បុណ្យវាសនារបស់មនុស្សគឺមិនដូចគ្នានោះទេ មនុស្សខ្លះគេមានសំណាង បុណ្យវាសនាគេខ្ពស់ គេមិនចាំបាច់នឿយហត់ ក៏គេអាចមានប្រាក់ចាយ ដើរលេងយ៉ាងសប្បាយចិត្ត តែចំពោះមនុស្សខ្លះវិញ ទាល់តែខំប្រឹង ទាល់តែព្រមហត់នឿយ ទើបមានសំណាង ដូច្នេះហើយកូនត្រូវតែពឹងលើខ្លួនឯង ខំប្រឹងរៀន ខំប្រឹងរក និងខំប្រឹងសន្សំ នៅពេលដែលកូនខំប្រឹងដោយខ្លួនឯង កូននឹងមានសេរីភាព កូនអាចទិញរបស់ដែលកូនចង់ទិញ ទៅកន្លែងដែលកូនចង់ទៅ ហើយកូនត្រូវរៀនរស់ រៀនដើរជាមួយនឹងភាពឯកា ភាពឯកាធ្វើឲ្យជីវិតរបស់កូនកាន់តែរឹងមាំ ហើយកូនត្រូវតែរៀនស្រឡាញ់ខ្លួនឯងឲ្យល្អសិន មុននឹងទៅស្រឡាញ់អ្នកដទៃ ហើយមុននឹងធ្វើអ្វីត្រូវគិតឲ្យបានវែងឆ្ងាយ ហើយពេលដែលកូនជួបបញ្ហាត្រូវតែក្លាហាន ជឿជាក់ និងផ្ដោះកម្លាំងចិត្តឲ្យខ្លួនឯង មិនថាកូនជួបបញ្ហាអ្វីក៏ដោយ ត្រូវធ្វើចិត្តឲ្យត្រជាក់ មុននឹងសម្រេចចិត្ត និយាយអ្វី ឬមួយក៏ធ្វើអ្វីបន្ត